សូមជម្រាបសួរពុកម៉ែបងប្អូនជាទីរាប់អានថ្ងៃនេះខ្ញុំបានមកដល់កន្លែងរីសតមួយជាកន្លែងកំសាន្តជាកន្លែងដែលបោះតង់ដេកមើលផ្កាយលេងនៅវេលាយប់ចានេះគឺជារីសតដែលមានទឹកហូររំរំហូរធ្លាក់ពីភ្នំមកណាហ្នឹងហើយឥឡូវនេះនៅវេលាពេលល្ងាចហើយកំពុងតែភ្លៀងរលឹមទៀតផងក៏ចាប់ផ្ដើម selfie ថតរូបភាពនៅតាមអូនេះដើម្បីជូនបងប្អូនទស្សនានៅពីក្រោយខ្ញុំមានភ្នំចាហើយមានចុះអាប់ទៀតផងពេលភ្លៀងរលឹមអញ្ចឹងវាមានផ្សែងចុះអាប់ផ្សែងពីភ្នំមកណាស្អាតមែនតើបងប្អូនអើយខ្យល់បក់លហើយទៅសៀកគឺមានកម្លាំងតែម្ដងហើយសប្បាយស្ងប់ស្ងាត់ក្នុងចិត្តទៀតផងយើងអង្គុយមើលទឹកហូរធ្លាក់ពីភ្នំមកណាឥឡូវនេះយើងសម្រាប់ញ៉ាំបាយហើយពេលល្ងាចហើយនេះកំពុងតែញ៉ាំបាយជាលក្ខណៈគ្រួសារដែលទៅលេងកម្សាន្តទាំងអស់គ្នាណានេះកំពុងតែញ៉ាំអាហារហើយចាគឺយើងញ៉ាំបណ្ដើជជែកគ្នាលេងបណ្ដើស្រូបខ្យល់អាកាសធ្លាក់ពីជើងភ្នំមកគឺស្រស់ស្រាយអារម្មណ៍មែនតើបងប្អូនអើយចាសប្បាយជាលក្ខណៈគ្រួសារយប់នឹងយើងសម្រាកនៅទីនោះហើយគឺតង់ដែលយើងកំពុងតែរៀបចំតង់You're my fire when I face, when I can't see. You're the hope inside. It's cold, the silence loud. You're the only one I need, so stay with me. Since the moment I lost just a little more time. So stay with me. Just stay with.ចាសប្បាយមែនតើពួកគាត់កំពុងតែមុជទឹកនេះហូរធ្លាក់មកពីភ្នំបងប្អូនគឺកំពុងតែសប្បាយរីករាយមុជជាមួយគ្នាយើងឃើញហើយខ្សែទឹកហូរទៅហើយយើងចុះទៅមុជនឹងហូរធ្លាក់ពីភ្នំមកទឹកហ្នឹងចាឥឡូវវាកំពុងតែលេងបលែងគ្នានៅក្នុងទឹកនេះហើយនៅប្រហែលជាម៉ោង 5-6 ហើយយើងលេងហើយមានរលឹមស្រិចភ្លៀងធ្លាក់មកទៀតពិតជាសប្បាយមែនតើបដាយអារម្មណ៍តាមទឹកហូរណាចានៅកន្លែងនេះគេមានជួលកញ្ចុះសម្រាប់សម្រាកលេងដេកមើលផ្កាយនៅពេលយប់ណាហើយឮសូរសំឡេងទឹកហូររងំពីរោះមែនតែនហូរធ្លាក់ពីភ្នំមកហើយនៅជាប់ជើងភ្នំទៀតរីសតហ្នឹង With me. Life alone. Come and turn in this fight. Stay with me. Don't rise in the low. When the world fades, when I can't breathe, you're the only one I need. So stay with me.
នេះជាឈុតថ្មីមួយទៀតហើយដែលកំពុងតែមុជលេងនៅតាមទឹកហូរហើយលេងណាបងប្អូនណាមើលគាត់កំពុងតែ selfie ជាមួយគ្នាមុននឹងទៅលេងហែលទឹកដេញចាប់គ្នាជាបន្តបន្ទាប់សบายបងប្អូនណាចាឃើញទេទស្សនភាពទាំងអស់នេះអនុស្សាវរីយ៍ដ៏ច្រើនរយៈពេល2ថ្ងៃដែលយើងទៅresort មួយហ្នឹងដែលនៅជាប់ជើងភ្នំដែលមានឈ្មោះថាថ្មក្រាលគឺនៅទីនោះមានកញ្ចុះជួលសម្រាប់សម្រាកពេលយប់យើងមិនបាច់ទៅផ្ទះសំណាក់ឯណាហ្នឹងហើយឥឡូវយប់ហើយនេះកញ្ចុះដែលយើងស្នាក់នៅហ្នឹងបងប្អូនឃើញទេណែមានភ្លើងបំភ្លឺចែងចាំងហើយមានភ្លៀងទៀតកំពុងតែភ្លៀងហ្នឹងណានេះកញ្ចុះឲ្យស្អាតស្អាតបងប្អូនណែឃើញទេមានភ្លើងបំភ្លឺទៀតនៅពេលយប់ភ្លឺចែងចាំងហើយទោះមានទឹកភ្លៀងក៏ដោយក៏នៅតែរំភើបសប្បាយឈរថតទេសភាពទាំងអស់នេះហ្នឹងហើយយើងឃើញហើយនេះណែទោះជាភ្លៀងក៏យើងនៅតែឈរតស៊ូថតទុកជាឯកសារទុកជាអនុស្សាវរីយ៍ដែលបានមកលេងនៅ resort មួយនេះសូមបញ្ជាក់ថាទីតាំងវាគឺនៅខេត្តកំពង់ឆ្នាំងនៅម្ដុំផ្សារកំពង់ត្រាចហ្នឹងហើយដល់ផ្សារហ្នឹងយើងបត់ទៅឆ្វេងទៅហើយជា25គីឡូអីដល់ហើយចឹងងាយស្រួលអ្នកដែលមានឡានណាជាលក្ខណៈគ្រួសារជាក្រុមការងារអីយើងអាចទៅអញ្ជើញទៅលេងទីនោះបានមានកន្លែងលេងច្រើនមានទឹកជ្រោះមានរមណីយដ្ឋានមានកញ្ចុះសម្រាប់យើងជួលស្នាក់នៅរំហែកាយស្ងាត់ស្ងៀមស្រូបខ្យល់អាកាសត្រជាក់ស្រួលសប្បាយត្រជាក់អារម្មណ៍ស្ងប់នៅទីនោះបងប្អូនណាហ្នឹងហើយសម្រាប់ពីការងារអីអាចអញ្ជើញទៅលេងនៅទីនោះមិនខកបំណងទេចាចាមកតាមដានទាំងអស់គ្នាជាបន្តទៀតនេះយើងទាំងពីរអ្នកកំពុងតែ selfie ជាមួយគ្នានៅក្រោមភ្លៀងរលឹមស្រិចដោយទទួលឆាត់ហើយថតយកប្លង់នៅជុំវិញកញ្ចុះនេះនេះគឺកន្លែងថ្មីទៀតឈុតថ្មីទៀតនៅក្នុងបរិវេណកញ្ចុះដែលយើងជួលស្នាក់នៅហ្នឹងដែលយើងធ្វើជាតង់យើងជួលតង់សម្រាប់សម្រាកនេះយើងដើរលេងក្នុងបរិវេណហ្នឹងថតរូបភាពទុកមានជាច្រើនប៉ុស្តិ៍ជូនបងប្អូនទស្សនាវីដេអូមួយនេះដែលមានពេញ full តែម្ដងបងប្អូនសូមទស្សនារហូតដល់បញ្ចប់នឹងឃើញឈុតប្លែកបន្តទៀតចានេះយើងឃើញហើយកញ្ចុះដែលមានភ្លឺដ៏ស្អាតគេប៉ិនតុបតែងទាំងក្រៅទាំងក្នុងណាឲ្យសម្រាប់ជាលក្ខណៈគ្រួសារដែលទៅស្នាក់ទីនោះសូមមើលខាងស្ដាំដៃខ្ញុំហើយនៅខាងក្រៅខ្ញុំមានកន្លែងគេគិតលុយមានម្ហូបកំងអីបានទៀតហ្នឹងហើយនេះណាសូមទស្សនាទាំងអស់គ្នារហូតដល់បញ្ចប់នៅវីដេអូមួយនេះ ចាសូមបញ្ជាក់ថាកញ្ចុះដែលយើងឃើញនេះមួយមានតម្លៃ$25ស្មើនឹង100000លុយខ្មែរយើងណាថ្ងៃនេះកញ្ចុះមួយនេះយើងស្នាក់ជាលក្ខណៈគ្រួសារ3នាក់4នាក់អញ្ចឹងណាហើយអ្នកខ្លះក៏គេ
យកជាតង់អ្នកខ្លះក៏យកកញ្ចុះចឹងទៅហ្នឹងហើយមានតម្លៃតាមថោកតាមថ្លៃតាមហ្នឹងណាបើតង់វិញ$15ដេកបានតែគ្នា2នាក់ទេហើយផ្ទះហ្នឹងឬក៏វាចុះហ្នឹងយើងគេងបានច្រើនអ្នកបន្តិចតែវាថ្លៃជាងហ្នឹងហើយបើបោះតង់វាតម្លៃរៀងធូរជាងហ្នឹងបន្តិចចានេះខ្ញុំបង្ហាញបងប្អូននៅទេសភាពជំវិញ កញ្ចុះដែលយើងស្នាក់នឹងមានពន្លឺភ្លើងពណ៌ស្រស់ស្អាតថែមទៀតសូមបែរមកមើលអាតង់ខាងនេះវិញម្ដងនេះជាតង់ដែលយើងសម្រាប់អស់ពេញមួយយប់ហើយនេះណាហើយយើងកំពុងតែរៀបខ្លួនរៀបសម្លៀកបំពាក់បដូរសម្លៀកបំពាក់ដើម្បីនឹងចុះទៅដើរលេងនៅកន្លែងផ្សេងទៀតតែមុននឹងទៅដើរលេងយើងថ្វាយបង្គំព្រះជាម្ចាស់បន្តិចសិនពួកយើងជាគ្រីស្ទានយើងត្រូវការថ្វាយបង្គំព្រះអង្គមុននឹងទៅណាធ្វើអ្វីមួយជាទម្លាប់របស់យើងនេះហើយជាកូនរបស់ព្រះអង្គយើងម្នាក់នាំគ្នាច្រៀងសរសើរព្រះអង្គថ្វាយបង្គំអធិដ្ឋានទៅកាន់ព្រះអង្គជាមុនទើបយើងដើរលេងទៅកន្លែងផ្លែកផ្សេងទៀតនៅថ្ងៃទី2ចានេះណែប្រកបពុកតែដៃសบายសើជាមួយគ្នាទាំងមានក្មេងមានចាស់ជុំគ្នាចានេះណែយើងដល់ម៉ោងពិសាអាហារពេលព្រឹកហើយយើងកំពុងតែជុំគ្នាញ៉ាំអាហារពេលព្រឹករៀងខ្លួនមុននឹងចាក់ចេញទៅលេងកន្លែងផ្សេងទៀតនេះខ្យល់ត្រជាក់រហឹមបក់ពីជើងភ្នំមកនៅក្នុងរីសតនេះពិតជាសប្បាយស្ងាត់ស្ងៀមល្អមែនតែនតទៅពីញ៉ាំអាហាររួចយើងក៏ចេញទៅកន្លែងទឹកជ្រោះមួយទៀតសិនមិនទាន់ចេញទៅផ្ទះទេនេះយើងថតនៅសួនច្បារនេះលេងសិនហើយនឹងឃើញទឹកជ្រោះហូរធ្លាក់មកពីភ្នំឡើងស្អាតហ្មងបងប្អូនណាហ្នឹងហើយមានមនុស្សម្នាច្រើនកក់កុញដើរចេញដើរចូលនៅទីនោះអត់ដាច់ទេពិតជាស្រស់ស្អាតពិតជាអ៊ូអរមែនដូចហើយកឋិនឬក៏ប៉ុនអំទូកចឹងបងប្អូនអើយអត់ដាច់មនុស្សទេណាមានអ្នកមុជមានអ្នកញ៉ាំអាហារមានអ្នកចាក់ធុងបាសរាំច្រៀងនេះទឹកជ្រោះហូរធ្លាក់មកឡើងខ្លាំងហើយត្រជាក់ស្រួលទៀតអូមែនតែនបងប្អូនណាលយហ្មងអស្ចារ្យពិតជាស្រស់ស្អាតមែនតែនជក់ចិត្តជក់អារម្មណ៍បងប្អូនអើយទៅហើយជក់ចិត្តហ្មងណាចង់ទៅទៀតហើយរូបថតជាច្រើនមិនចេះចិនណាយនេះមានមនុស្សម្នាកំពុងតែធ្វើដំណើរមកគ្រប់ទិសទីមកលេងទីនេះមានផុសស្អាតស្អាតមានបងពជាការពារនៅទីនោះដែលគាត់មើលថែប្រជាជនប្រជារាស្ត្រនៅក្នុងបរិវេណទឹកជ្រោះហ្នឹងចាសូមបញ្ជាក់ថាទឹកជ្រោះនេះធំហើយវែងទៅលើភ្នំទៀតដើរច្រើនគីឡូទៀតបានដល់ហើយវាហូរធ្លាក់មកតាមច្អូថ្មភ្នំហ្នឹងណាមុជត្រជាក់ស្រួលណាស់សប្បាយណាស់នេះមនុស្សម្នាដើរចេញចូលមានទិញអាហារញ៉ាំមានដើរចូលទៅមុជឬខ្លះចេញមកវិញចឹងអរគុណច្រើនវីដេអូនេះមានតែប៉ុណ្្នឹងទេសូមចាប់តែប៉ុណ្ណេះសូមអរគុណដែលបានតាមដានពីដើមដល់ចប់សូមជួបគ្នានៅវីដេអូក្រោយៗទៀតអរគុណច្រើនដែលបានតាមដានសូមអរគុណសូមជម្រាបលាបាយបាយ